សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីឆុងទឹកដោះគោស្អិតរសជាតិទុរេនរសជាតិត្រាវនិងរសជាតិ Strawberry ដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាម្សៅរសជាតិ3រសជាតិហ្នឹងជាមួយនឹងទឹកដោះគោខាប់និងទឹកដោះគោស្រស់ចំពោះម៉ឺនុយដោះគោស្អិតដែរគឺយើងអត់ប្រើទឹកក្តៅទេណាបងប្អូនឥឡូវនេះយើងក៏យកកែវស្អាតចំនួន3មកដែលយើងដួសម្សៅរបស់យើងហ្នឹងចំនួន2ស្លាបព្រាក្រឹតកែវទី1យើងដួសជាមួយនឹងម្សៅតារ៉េនចំនួន2ស្លាបព្រាក្រឹតកែវទី2ដួសជាមួយនឹងម្សៅត្រាវចំនួន2ស្លាបព្រានឹងដូចគ្នាកែវទី3ដុសជាមួយនឹងម្សៅ Strawberry 2ស្លាបព្រាក្រឹតដូចគ្នាបន្ទាប់មកយើងក៏បន្ថែមជាមួយនឹងម្សៅទឹកដោះគោ1ស្លាបព្រាក្រឹត1ស្លាបព្រាក្រឹតដូចគ្នាមករួចហើយយើងក៏បន្ថែមជាមួយនឹងទឹកដោះគោខាប់ចំនួន30មីលីលីត្រដូចគ្នាទាំង3កែវនឹងមកដោយសារតែភេទម្សៅរសជាតិរបស់យើងនឹងមានរសជាតិផ្អែមស្រាប់ហើយជាងទឹកដោះគោខាប់ដាក់តែ30មីលីលីត្រហ្នឹងគឺល្មមណាបងប្អូនសម្រាប់កែវលេខ22ណាបន្ទាប់មកទៀតយើងក៏ប្រើជាមួយនឹងទឹកដោះគោរាវ Carnation ហ្នឹងចំនួន15មីលីលីត្រដូចគ្នាទាំង3កែវនឹងមកដាក់ដើម្បីវាស្រួលកូរឲ្យវារលាយល្អបងប្អូនបន្ទាប់មកយើងក៏ចាប់ផ្ដើមកូរម្សៅទឹកដោះគោស្អិតរបស់យើងនឹងម្ដងមួយមកកូររសជាតិ Strawberry ឲ្យវាម៉ត់ល្អចឹងហើយក៏បន្តកូរមួយរសជាតិត្រាវឲ្យវាម៉ត់ចូលគ្នាឡើងស្អិតចឹងណាបងប្អូនហើយចុងក្រោយនេះគឺរសជាតិតារ៉េនគឺកូរដូចគ្នាអញ្ចឹងចំពោះរសជាតិដោះគោស្អិតនេះដែរបងប្អូនចង់ធ្វើរសជាតិអីបងប្អូនធ្វើរសជាតិនឹងតាមនឹងបានណាឥឡូវនេះយើងក៏យកកែវជ័រចំនួន3មកប៉ុន្តែមុននឹងយើងដួសទឹកកកដាក់យើងក៏យករសជាតិដោះគោស្អិតរបស់យើងនឹងមកប៉ាតជុំវិញកែវធ្វើជា highlight កែវចឹងសិនមកណាបងប្អូនដូចគ្នាចឹងមកបន្តមកទៀតយើងក៏ដួសគុជដាក់ទៅមុនបើសិនជាយើងមានយើងអាចដាក់ជាប្រភេទគុជឆ្អិនក៏បានឬក៏ប្រភេទគុជស្ងោរក៏បានតាមចំណូលចិត្តបងប្អូនឬក៏មិនបាច់ចាំដាក់ក៏បានដែរបន្តមកទៀតយើងក៏ដួសទឹកកកដាក់ឲ្យពេញទាំង3កែវនឹងមករួចហើយយើងក៏ប្រើជាមួយទឹកដោះគោស្រស់ម៉ាកណាក៏បានដែរចំនួន120មីលីលីត្រដូចគ្នាទាំង3កែវចាក់ទឹកដោះគោស្រស់ចូល120មីលីលីត្រមកប៉ុន្តែមិនចាំបាច់បន្ថែមដោះគោខាប់ទៀតទេដោយសារតែនៅក្នុងរសជាតិស្អិតរបស់យើងនោះវាមានជាតិផ្អែមស្រាប់ហើយអញ្ចឹងដាក់តែទឹកដោះគោស្រស់មកបានហើយយើងចាក់ដូចគ្នាអញ្ចឹងមកជាចុងក្រោយយើងក៏ចាក់ជាមួយនឹងរសជាតិទឹកដោះគោស្អិតរបស់យើងនឹងចូលម្ដងមួយមកដូចជាកែវទី1នេះយើងចាក់រសជាតិតារ៉េនចូលហើយកែវទី2យើងចាក់ជាមួយនឹងរសជាតិត្រាវស្អិតរបស់យើងនឹងចូលមកកែវទី3ចាក់ជាមួយរសជាតិ Strawberry ស្អិតចូលមកហើយជាការស្រេចហើយជាចុងក្រោយសូមអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាង page ដែលនាងខ្ញុំបានដាក់នេះសូមជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា